ចាទីបំផុតវីដេអូទៅសមុទ្របានចេញភាគ2ហើយចុងក្រោយខ្ញុំមិនត្រូវបានកាត់វីដេអូនេះចប់ហើយតឥឡូវយើងតពីភាគមុនទៅភាគមុនចប់ត្រឹមបាយថ្ងៃហ្នឹងបាយថ្ងៃញ៉ាំអីនៅហ្នឹងហើយបន្ទាប់ពីញ៉ាំហើយយើងមានជាកាហ្វេម្នាក់មួយកែវទៅ smoothie អីម្នាក់មួយកែវទៅយើងបន្តដំណើរបន្តទៅសមុទ្រប៉ុន្តែមុននឹងទៅដល់សមុទ្រមានជាការឈប់តាមផ្លូវម្ដងទៀតហើយដល់កន្លែងនេះគឺចិត្តដល់សមុទ្រមែនតើគឺកន្លែងហ្នឹងជាទួលភ្នំមួយដែលខ្ពស់ដែលអាចមើលទៅឃើញសមុទ្រហ្នឹងឯងមើលទៅឃើញសមុទ្រស្អាតណាចិត្តដល់មែនតើនៅគាត់ថាកន្លែងហ្នឹងវាទេសភាពស្អាតគេតំធ្វើថ្មីចឹងទៅក៏ឈប់ឈៀងចូលថតកន្លែងហ្នឹងស្អាតទីបំផុតគឺយើងបានមកដល់សមុទ្រនៅសុខឈប់មែនតើហើយកន្លែងហ្នឹងស្អាតមែនតើទេសភាពក៏ស្អាតហើយទឹកសមុទ្រក៏ស្អាតដែរឡើងខៀវឡើងថ្លាហើយឡើងត្រជាក់អត់ក្តៅទេទៅខែ6នេះអាកាសធាតុល្អមែនតើណាកាលខ្ញុំទៅសមុទ្រចុងឆ្នាំហ្នឹងការធ្លាក់ព្រិលទឹកសមុទ្រអត់ស្អាតទេឡើងអ៊ូអាប់ខ្ញុំមិនដឹងថាមកពីអាកាសធាតុឬក៏មកពីសមុទ្រដែលខុសតំបន់គ្នាកាលមុនខ្ញុំទៅសមុទ្រនៅថេឆនអានេះនៅសុកឈោខុសខេត្តគ្នាផ្ទុយពីគ្នាណានៅថេឆនហ្នឹងគឺនៅខេត្តឈុងឈុនណាំដូហើយខេត្តនៅសមុទ្រនៅសុកឈោនេះគឺនៅខាងវិនដូប្លង់កន្លែងដើរលេងនៅសមុទ្រតិចទៅព្រោះអីការថតប្លង់សមុទ្រនេះគឺជាតួឯងហីតាំងពីវគ្គ1ដល់វគ្គ2នេះតំតាដល់សមុទ្រទេពីព្រោះថាមានជាការឈប់ច្រើនដំណាក់កាលមែនតើមកដល់សមុទ្រអញ្ចឹងយើងថតឲ្យច្រើនប្លង់តិចទៅនៅសមុទ្រហ្នឹងហើយមែនតើគម្រោងគឺមកដើរលេងនៅសមុទ្រប៉ុន្តែពេលមកដល់សមុទ្រតែប្រហែលនាទីហើយនាំគ្នាទៅកន្លែងតំបន់ផ្សេងហើយយរួមទៅជនជាតិកូរ៉េមកដើរលេងតែ2ថ្ងៃមកយកពេលប៉ុន្តែមានជាការចូលច្រើនកន្លែងមែនតើអ្នកនរគ្នាមើលប្លុកខ្ញុំតាំងពីភាគ1ដល់ភាគ2ហ្នឹងណាហើយសួរថាចប់ធំសមុទ្រហ្នឹងមែនទៅដល់ផ្ទះដេកមែនអត់ទេមានជាការកម្មវិធីច្រើនតទៀតអ្នកនរគ្នាចាំមើលបន្តទៀតណាជាមនុស្សដែលចេះហែលទឹកខ្ញុំជួយលេងទឹកចង់ហែលទឹកចង់មួយទឹកមែនតើទៅដល់វាតិចដែរធំមកលេងធំមកលាត់សពុតលេងធំជើងណាតិចម្ដងស្ពឹកហោដើរកន្លែងផុតទឹកដល់ឈរលើថ្មអីឲ្យផុតទឹកត្រមមួយទៀតខ្ញុំមិនដឹងថាញាក់ប៉ុណ្ណាទេតែខ្ញុំឃើញមានអ្នកមួយណាកាលពីចុងឆ្នាំទៅលេងសមុទ្រខែធ្លាក់ព្រិលទឹកសមុទ្រអត់ស្អាតអត់មានអារម្មណ៍ថាសប្បាយអីទេបានលេងទឹកឲ្យបានអីដល់ពេលមកនេះអូយទៅសភាពនិយាយរួមទៅវាទឹកវាថ្លាស្អាតចង់នៅលេងយូរប៉ុន្តែខ្ញុំនៅលេងយូរជាងគេណាគេនាំគ្នាឡើងទៅចាំនៅឡានព្រាតែឲ្យខ្ញុំនៅថតរូបនៅលេងយល់អត់ចង់ទៅហ្មងណារបៀបថាណែសិតតែសពុតសអាវសតែអង្គុយលើខ្សាច់លះបងដើម្បីថតរូបស្អាតមានងាយដែរណាទៅជិះឡើងប្រហែលម៉ោងតាំងពីភាគ1ដល់ភាគ2នេះតម្រាំដល់សមុទ្រមិនធម្មតាណាចេញពីសមុទ្រមកនៅសុកឈោតដែរហ្នឹងតាមផ្លូវសមុទ្រហ្នឹងវាមានគេដាំផ្កាក៏ចុះថតទៀតហើយកន្លែងហ្នឹងក៏ថតរូបស្អាតដែរដោយសារតែចកាផ្កាហ្នឹងឡើងលឿងស្អាតថតរូបស្អាតជិះផុតពីចកាផ្កាហ្នឹងជាប់គ្នាហ្នឹងមានអាកធៈវិលនេះថតជាដឹងថតហ្នឹងអត់ឈប់ពេលវិលរហូតវិលជាទីចឹងណាហើយខ្ញុំក៏មិនអ្នកតែងតបត់ដែរឲ្យអ្នកតែងតបត់គាត់ចេញលុយម៉ានម្នាក់ម៉ានក៏ខ្ញុំអត់ដឹងដែរជិះដូចជា15នាទីខ្ញុំចាំអត់បានដែរប៉ុន្តែជិះអត់ស្ដាយលុយឯខាងលើហ្នឹងទេសភាពពេលឡើងទៅដល់ឃើញទេសភាពស្អាតឆ្នេរសមុទ្រស្អាតឃើញនិយាយរួមទៅស្អាតមានតែពេលតាស្អាតអត់ដឹងនិយាយថាមិនទៀតថតរូបនិយាយពីថា enjoy life ហើយមានអ្នកចាំនៅក្រោមដោយសារតាអ្នកទៅជាមួយហ្នឹងឡើងតែប្រហែលអ្នកអីសល់ប្រហែល2អ្នកទៀតមេការខ្ញុំអីហ្នឹងគាត់ទៅញ៉ាំអីនៅក្រោមអញ្ចឹងណាចេញពីឡៃហ្នឹងយើងទៅរកផ្សារត្រីគេទៅមើលផ្សារត្រីគេលក់អីធ្វើអីចឹងជីអាតុកនេះអាតុកហ្នឹងអត់មានចាក់សាំងឬក៏អីទេព្រោះដងប្រេកហ្នឹងវាទូចដែរទេនេះធ្វើការទាអញ្ចឹងដោយកម្លាំងដៃហើយដូចជាសបត់ចូលជីតុកហ្នឹងក៏មិនថ្លៃដែរព្រោះវាអត់មានត្រូវការសាំងអីហ៎តំបន់សមុទ្រចឹងធម្មតាទេមានក្លិនឆ្អាបក្លិនមឹកអីចឹងធម្មតាតែយើងធ្វើមិនបាច់ទៅបិទច្រមុះបិទអីទេព្រោះយូរបានទៅសមុទ្រម្ដងហត់ក្លិនឆ្អាបសមុទ្រហត់ក្លិនអី앉아. 이상하네. 한국 사람 가이드. បងស្រីនេះគាត់មេការខ្ញុំឲ្យគាត់ស្ពេកកាបូបឡើងពី3ឲ្យគាត់ឆ្វេងកាយវិការឡើងពេញផ្សារហ្នឹងឲ្យមានវ៉ែនតាមានអីណានាំញ៉ាំអាប់គាត់ថាគាត់ហ្គាយជនជាតិកូរ៉េអីហ្នឹងនាំផ្លូវនាំអីចឹងណាអីអាកន្លែងនេះមាន slow motion ទៀតដឹងថៃបើខ្ញុំដាក់ slow motion អត់ដឹងមើលខ្លួនឯងមើលឃើញមើលមិនឃើញមើលទេសភាពផ្សារទៀតតែដើរខែវដែរនេះដើរហៅតែកន្លែងគេឲ្យភ្លក់
មានអីចិត្តអស់ពិចារណានោះដូចក្នុងឃើញវីដេអូស្រាប់អីយើងដើមក៏មកជួបហាងសាច់អាំងនេះមិនដឹងញ៉ាំអីញ៉ាំមិនដឹងហ្មងយើងញ៉ាំសាច់អាំងអញ្ចឹងអត់មានអាទឹកសសនៅមួយកែវពីរកែវវាមិនសមប៉ុន្តែបន្ទាប់ពីញ៉ាំហើយមានចការនេះកាយវិការដាក់កាមេរ៉ាអីមានបេះដូងមានបាញ់គ្នាមានអីអញ្ចឹងយើងញ៉ាំហើយហ្នឹងយប់ល្មមដើរកាត់អាផ្សារដែលយើងដើរមកពីក្បាលល្ងាចមិញហ្នឹងរៀងយប់ទៅអ្នកលក់ក៏គេឈប់លក់មនុស្សអីក៏រៀងស្ងាត់ដែរវាជាទេសភាពពេលយប់ហើយវាស្អាតម្យ៉ាងដែរយប់ឡើងមានគេបើកភ្លើងបើកអីមានចម្រោះពណ៌អីចឹងណាម្យ៉ាងដែរយើងទិញចំណេះចំណុកយកទៅញ៉ាំនៅផ្ទះស្នាក់យើងទៅតិចទៅយប់ឡើងមានក្រៅអូខេមានអីចឹងហ្នឹងយើងរៀបចំឲ្យអាវ៉ាន់ដែលយើងតែញមកពីផ្សារមិញហ្នឹងហើយយើងយកអាវ៉ាន់ទៅទុកនៅតាមបន្ទប់រៀងខ្លួនទៅផ្ទះហ្នឹងមាន3បន្ទប់គេងមាន2បន្ទប់ទឹកចឹងណាមកល្មមសម្រាប់គ្រាយើងណាគេកំពុងក៏ឡយមកជ្រៀងបងជនជាតិវៀតណាមនេះក៏ជ្រៀងបត់គាត់ចឹងទៅអ្នកណាស្រឡាញ់បត់អីជ្រៀងបត់ហ្នឹងទៅស្រឡាញ់បត់អីជ្រៀងបត់ហ្នឹងចាំទៀតខ្ញុំដាក់សលេងស៊ីនេះស្ដាប់ក៏ពិតវាគ្មានទៅព្រោះអីតែគាត់ថាយើងជ្រៀងលេងទាំងអស់គ្នាណាយប់ហ្នឹងតម្រាំចប់កម្មវិធីពី11ដែរកាត់មកដល់ព្រលឹមឡើងនេះគឺជាសក្តិភពដែលខ្ញុំធ្លាប់ពាក់ដែរធ្លាប់ឃើញពីមុនមកដែរលើកទី1ដែរនៅមុខផ្ទះស្នាក់ខ្ញុំពីយប់ហ្នឹងអត់ដឹងថាផ្ទះហ្នឹងរៀងមិនទេហើយជុំវិញហ្នឹងមានអីខ្លះដឹងហើយតព្រឹកឡើងមិនដឹងថាជុំវិញហ្នឹងមានបឹងហើយមានកន្លែងគេដើរហាត់ប្រាណមានអីចឹងណាខ្ញុំថតនេះស្ងាត់មនុស្សហើយបាទខ្ញុំហ៊ានថតឲ្យហ៊ានថតចប់គេទេបើពេលខ្ញុំអត់ថតទៅឃើញមនុស្សដើរជុំវិញហ្នឹងហើយទៅស្ពាបជុំវិញហ្នឹងស្អាតម្យ៉ាងដែរខ្ញុំចង់ដើរមកជុំវិញហ្នឹងឲ្យច្រើនពីព្រោះម្ដុំហ្នឹងស្អាតហើយខ្ញុំឃើញគេដើរហាត់ប្រាណច្រើនណាប៉ុន្តែធម្មតាទេយើងទៅមួយគេប្រញាប់លឿនហើយព្រលឹមឡើងឃ្លានទៀតដល់នាំគ្នាក៏ធ្វើដំណើរមកផ្សារនឹងដដែលចាសូមអរគុណផ្សារហ្នឹងនិយាយរួមទៅគឺថាដឹងប្រហែលបកហើយទេ 4-5 បកហើយទេព្រលឹមឡើងនេះដើររយញ៉ាំវែងពេញមិនវែងទេគាត់ថាដើរមិនចេះឃើញអញ្ចឹងណាចឡើងមកញ៉ាំមីដដែលនេះដៃឪខ្ញុំចាឃើញខ្ញុំថតហ្នឹងខ្ញុំអត់មានលេងសើចជាមួយមុខរៀងស្មើដែរខ្ញុំមកស្អីចេញទេព្រោះព្រលឹមឡើងឃ្លានថាថ្ងៃឃ្លានអត់អីល្ងាចឃ្លានអត់អីយប់ឃ្លានអីកុំឲ្យតែពេលព្រឹកខ្ញុំឃ្លានគឺថាវាថាអញ្ចឹងណាឈរអង្គុយចាំហូបមកយូរមុខមិនសូវរីងនិយាយដើមគេបដាអីបដាទៅទីផុតមីយើងក៏មកដល់ហើយតែខ្ញុំមកសូវចូលចិត្តគ្រឿងសមុទ្រគឺខ្ញុំខ្ជិលបកដូចក្តាមអីនេះហ្នឹងខ្ញុំមិនមែនអ្នកញ៉ាំមីទេបើថាឲ្យកាច់ឲ្យខ្ញុំចិត្តតែញ៉ាំ1-2ទេតែបើអត់ខ្ញុំញ៉ាំមីជាមួយគីមប៉ាប់ហ្នឹងទៅពេលញ៉ាំហើយហ្នឹងយើងដើរហួសផ្សារហ្នឹងមករឡានទៅផ្ទះវិញហើយមុននឹងទៅផ្ទះវិញហ្នឹងយើងដាក់កាហ្វេមួយទៅតែកាហ្វេនេះក្នុងក្រុងញ៉ាំបាត់កៅទៅមហោទេសភាពភ្នំសរក្សាននេះសរក្សានហ្នឹងនៅកូរ៉េណាគេក៏ស្គាល់ដែរអ្នកនៅខ្មែរក៏ស្គាល់ដែរសរក្សានហ្នឹងគឺភ្នំដែលខ្ពស់ជាងគេហើយល្បីល្បាញជាងគេនៅខេត្តខាងវុនតូហ្នឹងណាទេសភាពស្អាតកប់សេរីតែម្ដងណាឃើញក្នុងហ្នឹងមធ្យមងុំឃើញក្រៅកប់ខាងអានហានេះខ្ញុំឡើងលើដំបូលខ្ពស់ជាងគេនៃហាងហ្នឹងអញ្ចឹងណាខ្យល់សាហាវព្រៃផ្សាយយើងថតរូបអីឆ្វេងឆ្វាយពេញហ្នឹងទៅ enjoy life ដាក់ story អី10ឆ្នាំមានប៉ុន្មានដងអីចឹងហើយនិយាយរួមទៅហាងកាហ្វេហ្នឹងសម្បូរកន្លែងថតរូបដែរប៉ុន្តែ sad ending តិចដោយសារហួសហាងនំប៉័ងដោយមិនបានចូលទិញអញ្ចឹងណាវីដេអូមានតែប៉ុណ្្នឹងជំរាបលាចា